ស្រីកែនសនកំពុងលីឧបករណ៍ធ្វើស្មៅដើរឆ្ពោះទៅកាន់ស្រែរបស់គាត់នៅក្នុងភូមិព្រៃផ្អេនៃខេត្តតាកែវមកភ្លឺកើណាលោកភ្លឺណាស់ហើយបងភ្លឺអ្នកស្រីបានអនុវត្តប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវដែលហៅកាត់ថាបវសហើយកំពុងប្រើប្រាស់ឧបករណ៍ធ្វើស្មៅដែលអ្នកស្រីបានចូលរួមច្នៃប្រឌិតឡើងយើងឈួរធ្វើឬក៏អូនអីហ្នឹងវាកាត់បន្ថយថាបាននេះជួយយើងឈួររុញកម្លាំងបើកាលណាយើងអត់អាហ្នឹងទេយើងបោចអូនបោចយើងកាត់ទៅវាឈឺចង្កេះឈឺខ្នងហើយបោចក៏មិនដូចយើងធ្វើឧបករណ៍នេះដែរនេះយើងរុញហើយបើវាមានអសរតិចតួចយើងដើរបោចដៃបន្ថែមទៅគាត់និយាយថាគាត់បានទទួលផលប្រយោជន៍ជាច្រើនពីការប្រើប្រាស់ឧបករណ៍នេះឧបករណ៍ធ្វើស្មៅបានជួយគាត់និងកសិករផ្សេងទៀតឲ្យកម្ចាត់ស្មៅនៅក្នុងស្រែបានឆាប់រហ័សនិងងាយស្រួលជាងការបោចដោយដៃក្នុងមួយព្រឹកយើងបានឲ្យដី10អាហើយយើងនឹងមកផ្ទះវិញនៅមានកម្លាំងទៀតតែបើយើងធ្វើអត់មានអានេះមានឧបករណ៍ហ្នឹងយើងបោចនឹងដៃហ្នឹងបោចក្នុងមួយព្រឹកហ្នឹងបានដីយ៉ាងច្រើន5អាទេ5អាហ្នឹងទាំងខំហើយហ្នឹងអង្គការរចនាបានសហការជាមួយលោកបានផែនជាជាងដៃនៅក្នុងភូមិព្រៃផ្អេលោកផែនបានទទួលការគាំទ្រជាច្រើនពីកសិករបវសនៅក្នុងភូមិនិងនៅតំបន់ផ្សេងទៀតស្មៅវាចូលទៅដីវាធូរដល់ពេលដីធូរស្មៅរលួយខ្លាយទៅជាជីបាទខ្ញុំគិតឃើញអញ្ចឹងបាទខ្ញុំថាធ្វើនេះពិតជាកសិករត្រូវការលោកផែនក៏បានសហការជាមួយកសិករនៅក្នុងភូមិក្នុងការកែលម្អនិងផលិតឧបករណ៍ទាំងនេះគាត់បានទទួលមតិយោបល់ជាច្រើនពីកសិករដែលបានចូលរួមសាកល្បងប្រើឧបករណ៍នេះពេលដែលខ្ញុំយកទៅសាកល្បងរុញទៅអញ្ចឹងឲ្យគាត់ចាស់រុញទៅគាត់ថាតឹងគឺខ្ញុំយកមកកែតលតាដល់គាត់ថាងធូរហើយបាទខ្ញុំឈប់កែកាលពី2009ហ្នឹងអាហ្នឹងវាចោតពេកដល់ពេលយើងរុញទៅតឹងហ្មងតឹងរៀងក្លុបគប់បុកដីណាអញ្ចឹងយើងប្រាប់ជាងគេថាឲ្យចម្រិតអានេះឲ្យចុះបន្តិចចឹងទៅហើយយើងដាក់ឲ្យល្មមតែត្រឹមផ្សិតយើងហ្នឹងបើមានកម្លាំងរុញស្មៅវានៅពីមុខហ្នឹងនេះវាដូចពេលស្មៅចឹងទៅស្មៅវាក្រាបដល់ស្មៅក្រាបទៅអានេះវាកិនតាមក្រោយទៅផលដីផងស្មៅល្មមវាកប់ទៅហើយដល់កប់ទៅចឹងទៅអាណាដែលវាងើបអានោះនេះវាកាវយកតាមក្រោយដល់ចិត្តដល់ភ្លឺយើងមើលឃើញតែវានៅកក់ក្នុងអានោះនេះហើយយើងយកទៅច្រង់វាដាក់លើភ្លឺទៅចាហើយបើណាវាមិនដាច់ទេយើងយកដៃទៅបោចជួយវាបន្ថែមទៅអានេះបានឧបករណ៍ហ្នឹងវាធូរទាំងកម្លាំងដែលយើងអូនបោចយើងយកចប់ទៅកាប់ទៅចាំងចឹងកាប់ចាំងហើយបានបោចហើយយកស្មៅហ្នឹងកងយកមកដាក់នៅលើនោះហើយដល់មានអានេះទៅយើងរុញទៅស្មៅហ្នឹងវាកប់ទៅដីចឹងទៅអាណាដែលវាកប់អានោះនេះកាវចឹងយើងដល់ភ្លឺយើងស្រង់ដាក់លើភ្លឺមកចាអញ្ចឹងបានខ្ញុំថាដូចជាមានមនុស្សម្នាក់ចូលរួមជាមួយយើងអង្គការរចនាបានសង្កេតឃើញថាកសិករបវសដែលប្រើឧបករណ៍ធ្វើស្មៅអាចបង្កើនទិន្នផលស្រូវជាមធ្យមពី4តោនក្នុង1ហិកតាទៅជាង5តោនក្នុង1ហិកតាមាន2នាក់ទៅយើងរុញទុំគ្នានិយាយគ្នាលេងវាជាឧបករណ៍ដែលធ្វើឲ្យអ្នកស្រីកែនសនពេញចិត្តយ៉ាងខ្លាំង